សម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចោះសួរសុខទុក្ខវីរៈជនដែលរងរបួសក្នុងសមរភូមិកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យដោយក្តីក្តុកក្តួលរំជួចចិត្តអាណិតអាសូរនិងក្តីបារម្ភទាំងថ្ងៃទាំងយប់នៅរសៀលថ្ងៃទី15ខែធ្នូម្សិលមិញនេះសម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចោះសួរសុខទុក្ខនិងនាំយកអំណោយយុបមនុស្សធម៌ផ្ដល់ជូនវីរៈជនការពារបូរណភាពទឹកដីដែលរងរបួសក្នុងសមរភូមិកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលតែងតែមានក្តីបារម្ភខ្វល់ខ្វាយគ្រប់វិនាទីដោយមិនរំលងនោះឡើយចំពោះសុខទុក្ខរបស់បងប្អូនវីរៈជននិងក្រុមគ្រួសារព្រមទាំងប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនៅទុក្ខលំបាកព្រោះថាអំឡុងពេលពិបាកបងប្អូនប្រជាជនទាំងអស់គឺជាទុក្ខលំបាកផ្ទាល់របស់សម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងក្តីដ៏ក្តុកក្តួលនេះសម្ដេចកតេប្របណ្ឌិតបាននាំនៅព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខក្តីអាណិតអាសូរពីសំណាក់សម្ដេចព្រះមហាក្សត្រព្រះមហារាជរដ្ឋមាតាជាតិខ្មែរជាពិសេសការកោតសរសើរស្នាប់ស្នែងចំពោះទឹកចិត្តដ៏អង់អាចក្លាហានហ៊ានពារកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កំសត់របស់យើងនិងសូមជូនពរដល់វីរៈជនគ្រប់រូបសូមឆាប់ជាសះស្បើយឡើងវិញវីរៈជនទាំងអស់និងក្រុមគ្រួសារមានក្តីរំភើបឥតឧបមានិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីដែលជាមេដាយុទ្ធមនុស្សធម៌តែងតែគិតគូរពីសុខទុក្ខលើកទឹកចិត្តនិងផ្ដល់ក្តីសង្ឃឹមដល់ធំធេងដល់ប្រជាពលរដ្ឋគ្រប់រូបនិងសូមប្រសិទ្ធពរជូនសម្ដេចកតេប្របណ្ឌិតសម្ដេចតេជោហ៊ុនសែនសម្ដេចថាបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបេច្ចាមុនីព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់សូមមានសុវត្ថិភាពល្អបរិបូរណ៍កម្លាំងខ្លាំងយុវជនយានយូរដើម្បីជាផ្ដល់មលប់ដ៏កក់ក្ដៅដល់ប្រជាជនកម្ពុជាជារៀងរាល់រាម